PTX Dynamic HP4 គឺជាដ្រូនឬយន្តហោះគ្មានមនុស្សបើកបច្ចេកវិទ្យាជឿនលឿនមួយដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការប្រើប្រាស់ក្នុងវិស័យការពារជាតិយោធានិងការដឹកជញ្ជូនភស្តុភារកម្រិតធ្ងន់លក្ខណៈពិសេសដែលធ្វើឲ្យដ្រូន model នេះលេចធ្លោខ្លាំងគឺការប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្ដូរទម្រង់ស្លាបដែលត្រូវបានគេហៅថា trend swing ហើយនេះគឺជាលក្ខណៈលម្អិតនិងលក្ខណៈបច្ចេកទេសគន្លឹះរបស់ P-Thero Dynamic HP4 បច្ចេកវិទ្យា trend swing ការហោះហើរនិងការចុះចត HP4 អាចធ្វើការហោះហើរឡើងត្រង់និងចុះចតត្រង់ដោយអត្ថម្ភាគចក្រដែលមិនត្រូវការភ្លើងរត់នោះទេនៅពេលវាហោះឡើងស្លាបរបស់វាត្រូវបានបត់មកក្រោយធ្វើឲ្យកង្ហារបែរទៅលើត្រង់ការហោះហើរទៅមុខនៅពេលឡើងទៅលើអាកាសរួចស្លាបទាំងសងខាងវានឹងលាតសន្ធឹងទៅមុខដែលបំប្លែងដ្រូននេះទៅជាទម្រង់យន្តហោះស្លាបថេរបច្ចេកវិទ្យានេះជួយឲ្យវាហោះហើរបានលឿនឆ្ងាយនិងសន្សំសំចៃថាមពលបានយ៉ាងល្អប្រសើរបើធៀបទៅនឹងដ្រូនប្រភេទ Multi-copter ទូទៅលក្ខណៈបច្ចេកទេសប្រព័ន្ធថាមពលប្រើប្រាស់ម៉ាស៊ីនដើរដោយថាមពលអគ្គិសនីឬប្រព័ន្ធកូនកាត់ដែលផ្ដល់កម្លាំងខ្លាំងនិងមានសំឡេងស្ងាត់ល្អសមត្ថភាពផ្ទុកអាចផ្ទុកទម្ងន់ឬសម្ភារៈភស្តុភារផ្សេងៗបានប្រហែល 6.8 គីឡូក្រាមទៅតាមទម្រង់កំណត់ល្បឿនហោះហើរអាចធ្វើការហោះហើរទៅមុខក្នុងល្បឿនលឿនបំពេញភារកិច្ចបានរហ័សថេរភាពខ្ពស់វាមានសមត្ថភាពខ្ពស់ក្នុងការហោះហើរនិងចុះចតទោះបីស្ថិតក្នុងស្ថានភាពអាកាសធាតុអាក្រក់ឬមានខ្យល់បក់បោកខ្លាំងយ៉ាងណាក៏ដោយជាពិសេសការចុះចតលើនាវាចម្បាំងដែលកំពុងចល័តលើផ្ទៃសមុទ្របេសកកម្មនិងការប្រើប្រាស់ចម្បងភស្តុភារយោធាត្រូវបានកងទ័ពជើងទឹកអាមេរិកចាប់អារម្មណ៍និងយកទៅសាកល្បងសម្រាប់ដឹកជញ្ជូនស្បៀងថ្នាំសង្កូវឬគ្រឿងបន្លាស់សំខាន់ៗពីដីគោកទៅកាន់នាវាចម្បាំងឬពីនាវាមួយទៅនាវាមួយទៀតការស៊ើបការនិងការឃ្លាំមើលអាចបំពាក់កាមេរ៉ាស្កេនកម្រិតខ្ពស់ឬ sensor សម្រាប់ធ្វើការហោះហើរល្បាតស៊ើបការសម្ងាត់ពីលើអាកាសបានក្នុងរយៈពេលយូរសរុបមក P-Thero Dynamic HP4 គឺជាការគួបផ្សំគ្នាយ៉ាងល្អឥតខ្ចោះរវាងភាពបត់បែននៃអត្ថម្ភាគចក្រនិងល្បឿនចម្ងាយហោះហើរនៃយន្តហោះស្លាបថេរដែលជាជំហានថ្មីមួយនៃបច្ចេកវិទ្យាដ្រូនទំនើបនាពេលបច្ចុប្បន្នចំពោះវិស័យការពារជាតិរបស់កម្ពុជាវិញយើងគួរតែងាកមកពង្រឹងវិស័យដ្រូនមិនថាដ្រូនអត្តឃាតឬដ្រូនដឹកជញ្ជូនភស្តុភារនោះទេឬមួយក៏ដ្រូនស៊ើបការគួរតែពង្រឹងឲ្យបានច្រើនហើយបណ្ដុះធនធានមនុស្សឲ្យបានច្រើនកាន់តែល្អចំពោះបងប្អូនវិញយល់យ៉ាងណាដែរកុំភ្លេច comment នៅខាងក្រោមវីដេអូនេះផងបាទអរគុណច្រើន